ថែមម្ទេសហើយនឹងស្បែកជ្រូកទៀតបងប្អូនដាក់ស្បែកជ្រូកទៀតកាន់តែឆ្ងាញ់ឲ្យតែថាឃើញគេធ្វើហូបអីអត់បានបងប្អូនគឺថាឃ្លានញ៉ាំហ្នឹងគឺខ្ញុំមកធ្វើសាច់ជ្រូកច្រាំជាមួយនឹងប្រហុកពងមាន់ណាបងប្អូនចង់ដាក់ពងទាដែរប៉ុន្តែនៅនេះអត់មានពងទាហើយពងទាពីច្រើននៅនេះគឺតម្លៃថ្លៃជាងពងមាន់ណាបងប្អូនសម្រាប់ខ្ញុំម្នាក់ឯងខ្ញុំញ៉ាំអីក៏បានដែរប្រហុកនេះខ្ញុំច្រាំហើយខ្ញុំញ៉ាំបាន2ថ្ងៃអីទៀតណាបងប្អូនហើយខ្ញុំមានសាច់ជ្រូកប្រហែលជា2ខាំបងប្អូនហើយប្រហុកបន្តិចទៅហើយដាក់ខ្ទឹមទៅច្រាំវាឲ្យម៉ត់ចូលគ្នាទៅខ្ញុំដាក់ពងមាន់2គ្រាប់តបមកខ្ញុំដាក់ម្សៅស៊ុបមាន់ហើយខ្ញុំដាក់ស្ករពាងបងប្អូនស្ករពាងហ្នឹងខ្ញុំទិញឲ្យមុនតបមកខ្ញុំថែមម្ទេសហើយនឹងស្បែកជ្រូកទៀតបងប្អូនដាក់ស្បែកជ្រូកទៀតកាន់តែឆ្ងាញ់រួចហើយខ្ញុំដាក់ចំហុយទៅបងប្អូនហើយខ្ញុំដាក់ល្ហុងចូលទៅ2ដុំទៀតណាព្រោះខ្ញុំចូលចិត្តញ៉ាំល្ហុងស្ងោរជាមួយនឹងប្រហុកបងប្អូននេះបន្លែខ្ញុំមានតែប៉ុណ្្នឹងឯងនៅក្នុងទូប្រម៉ែប្រមូលមកអស់ហើយខ្ញុំចំហុយបាន5-10នាទីខ្ញុំចាក់ពងមាន់ណាកន្លែងយកតាខាងក្រហមបងប្អូនចាក់មួយចូលទៅហើយយើងលាបវាឲ្យសព្វទៅហើយខ្ញុំលាបឲ្យបានប្រយ័ត្នទៀតបងប្អូនឲ្យប្រឡាក់ពេញមាត់ចានបន្លែមានតែស្ពៃក្តោបល្ហុងហើយនឹងសណ្តែកគួរបងប្អូនទៅស្ដាយហ្មងអត់មានតសក់បងប្អូនល្ហុងស្ងោរហ្នឹងទៅដល់